សួស្តីអ្នកទាំងអស់គ្នាឥឡូវដល់ម៉ោងអាហារថ្ងៃត្រង់ហើយកន្លែងការងារខ្ញុំឥឡូវដល់ម៉ោងអាហារថ្ងៃត្រង់ហើយខ្ញុំអ្នកទាំងអស់គ្នាកន្លែងការងារអាហារកូរ៉េបាយខាងក្រៅរោងចក្រខ្ញុំកំងបាយខាងក្រៅយកមកហូបគឺនេះជាម្ហូបគេមាន5មុខមួយមុខបន្តិចទៅម្ហូបកូរ៉េមានបន្លែអ្នកទាំងអស់គ្នារាល់មានដូចជាត្រសក់ម្ទេសត្រប់គីមឈីហើយនឹងហើយនំបន្លែបន្ទាប់ឆាយហើយមានស្លគីមឈីអង្គជំនីជ្រូកម្ដុំមុខដែរមួយអង្គជំនីជ្រូកចែកម្ដុំនេះឲ្យឃើញក្រហមហ្នឹងម្ហូបកូរ៉េអ្នកទាំងអស់គ្នាកុំថាហឹលញ៉ាំសាច់តិចនៅកូរ៉េអត់មានហឹលតិចម្ហូបកូរ៉េមានដល់ថ្ងៃសាច់ហើយដូចនេះចឹងហើយដូចជាតសក់ហើយនេះម្ទេសហើយនេះជីនហើយត្រប់ស្រស់ច្បល់ជាមួយយកមកច្បល់ជាមួយម្ទេសនឹងបានមុខដែរហើយជ្រូកហើយថៅស្លឹកថៅនំហើយនេះនំកញ្ឆាយជីនជាមួយស្លឹកកញ្ឆាយហើយស្លអរគុណអ្នកទាំងអស់គ្នាជួយកូន Subscribe ឲ្យផងអរគុណជម្រាបលាជួយ Subscribe ឲ្យផងអ្នកទាំងអស់គ្នាបាយបាយ